តែផលិតពីស្លឹកតែឬក៏ត្រួយតែដើមតែអីចឹងទៅប៉ុន្តែអានេះតែផលិតពីផ្កាម្រេចចម្លែកទេបងប្អូនសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយនឹងការបង្ហាញពីផលិតផលខ្មែរបាទផលិតផលនៅក្នុងស្រុករបស់យើងណាថ្ងៃនេះខ្ញុំមានផលិតផលមួយចម្លែកតិចដែលយើងគិតថាវាចម្លែកក៏ថាបានដែរសម្រាប់ខ្ញុំព្រោះខ្ញុំទើបតែដឹងទើបតែឃើញគេលក់អញ្ចឹងណាអញ្ចឹងអានេះជាប្រភេទតែដែលយើងញ៉ាំប៉ុន្តែធាតុផ្សំវាមិនមែនចេញពីស្លឹកតែឬក៏ដើមតែទេបងប្អូនអានេះចេញពីផ្កាម្រេចចម្លែកមែនតើហើយអត់ដឹងសោះថាផ្កាម្រេចគេអាចយកមកធ្វើជាតែបានបាទអញ្ចឹងផលិតផលមួយនេះគឺផលិតយកផ្កាម្រេចផលិតធ្វើជាតែបាទអញ្ចឹងជាដំបូងខ្ញុំចង់បង្ហាញបងប្អូនពាក់ព័ន្ធទៅនឹងការវេចខ្ចប់របស់គាត់វិញបាទជាមួយនឹងការវេចខ្ចប់របស់គាត់នៅតែស្អាតអូខេតាក់ទាញកំប៉ុងជាមួយនឹងកំប៉ុងដែកបាទហើយការ design គេនៅខាងក្រៅក៏ប្រណិតដែរអញ្ចឹងផលិតផលនេះក៏មានការគ្រប់គ្រងពីអានេះបើប្រជាជនខ្មែរយើងប្រហែលខ្ញុំគិតថាមិនសូវជាចាប់អារម្មណ៍ច្រើនទេតែបើពួកបរទេសគឺគាត់ចាប់អារម្មណ៍អញ្ចឹងខ្ញុំផលិតវីដេអូទាំងអស់នេះខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាងាកមកគ្រប់គ្រងផលិតផលរបស់យើងបាទផលិតផលក្នុងស្រុកព្រោះអានេះគឺផលិតផលក្នុងស្រុករបស់យើងទាំងអស់បាទហើយយើងមើល premium គេវេចខ្ចប់ស្អាតហើយដូចជាមានរសជាតិច្រើនជាងហ្នឹងទៀតមិនមែនតែផ្កាម្រេចហ្នឹងទេណាអូខេអញ្ចឹងខ្ញុំមើលខាងក្រៅគេមានសរសេរពាក់ព័ន្ធទៅនឹង organic វាជាប្រភេទបាទ organic ហើយមានការទទួលស្គាល់ពីក្រសួងពីអីត្រឹមត្រូវរបស់គេទាំងអស់អូខេនេះឃើញអីអត់អានេះទង់ជាតិខ្មែរយើង Product of Cambodia អញ្ចឹងជួយគ្រប់គ្រងទាំងអស់គ្នាបាទអូខេអញ្ចឹងយើងបើកទាំងអស់គ្នាយើងមកបើកទាំងអស់គ្នាយើងចង់ដឹងថានៅខាងក្នុងហ្នឹងវាក្លិនវារបៀបម៉េចហើយរូបរាងវារបៀបម៉េចដែលគេអាចយកផ្កាម្រេចគេទៅសេលើហ្នឹងគេថាគេយកផ្កាម្រេចលាយជាមួយនឹងស្លឹកគ្រៃបាទស្លឹកគ្រៃយើងហ្នឹងអូខេអញ្ចឹងរសជាតិបែបណាក៏ខ្ញុំអត់ទាន់ដឹងដែរព្រោះអត់ទាន់បានសាកអញ្ចឹងក៏យកមកបើកឲ្យបងប្អូនមើលបាទអញ្ចឹងគេមានផ្លាស្ទិករុំត្រឹមត្រូវអញ្ចឹងយើងបកផ្លាស្ទិកនឹងចេញមកបាទអូខេអានេះជាប់របស់គេទៀតហ្នឹងណាអត់មានអីបកអត់ចេញចាំតិចខ្ញុំទៅយកកន្ត្រៃអូខេហ្នឹងហើយអូខេអញ្ចឹងយើងបន្តយកក្បិតអញ្ចឹងខ្ញុំឆ្កូតវាឆូតវាតិចដើម្បីងាយស្រួលបើកបាទអូខេចេញហើយផ្លាស្ទិកច្រើនអូខេអញ្ចឹងយើងបើកមកកំប៉ុងគេដូចវាអានេះដូចជ័របន្តិចដូចផ្លាស្ទិកតិចបាទ
người ta dân mơ lơ ca design cái sao đó nè mà cái kỳ rùng bà kỳ rùng nhóm khơi design ní chạp là một tình vô màu và hàng bóng bồn một bà dân cho ba thực hàng khăn ngon nè ok tặng clean chùm lại rồi nè bây giờ xong rồi see that nè con coi ạ việc ngay đi bà ta clean với lõ vì thông thực khởi tích hay mà rịch vậy đấy clean mà rịch hiện thương ngôn này lọ ta nhằm ta clean tá rồi về lại nhằm ta clean mà rịch mạch bên ta vòng vòng vì play vậy bà hay trong bị chết thì anh ấy sẽ tạo nếu lơ là bé có ban phép ấy nó sẽ là organic chẳng ở miền đã xa là chiết tục bàn du xa chiết kimi ấy thế bà anh ấy chỉ message nó lơ packaging bảo quát nâng chặt tranh mà khéo thì mà nè mới cười như vòng ngày ok tách chui clean lò mình này cho mới trong xa trong đằng thay rồi chiết về việc mình bà ok good có bóng cái có premium đấy nè ọt lỉnh lế như này ọt thơ lỉnh lế nhé bà anh ấy ai chưa là phó nón trên khéo tiền cả thà bàn này của ca với shop cái này cứ bị xe chẳng nhung cái thà cái thưa có cật cu từ đó ca non trên từ khéo cái tệ này ok control bóng ổn control là tập họ không ai dương là ngọt nhiều bà chẳng từ làm mau với chẳng chỉ mỗi lần ca với shop cái cứ lọ hết clean được hàng nóng đi có lọ đà clean cái có chui đà chẳng những cái thà bị ai chỉ và đặt premium mùi đà bóng ổn chọn thưa và là tập họ premium ai sắc xa từ lửa ca với shop nịch bán đó bóng ổn cứ dùng khán á chẳng nó về đại dương về shop mà về premium chẳng ca lụa dương có về ban tầm lại lọ đà hay bỏ sân chỉ ở tai dưới nè lọ tiết chui sau có phiếp tiết nhám tư mình pa po đó sau có phiếp cái tiết con được phiếp lọ cứ nhưng chưa thang viên nghi xuống trong can lụa mình tên bà chẳng ở sầm bóng ôn đá còn pôngประกอบ với chỉ cam pẹ pon cho năng ca mình đây là bỏ nhám để đang dây số đá là bỏ nhám trâu từក្នុងខ្លួនយើងចឹងត្រូវគិតគូរកន្លែងហ្នឹងបងប្អូន brand យើងសំខាន់មែនតើបើយើង beer brand យើងឲ្យល្អមានគុណភាពមានការទទួលស្គាល់ស្មោះត្រង់មួយអតិថិជនខ្ញុំជឿថា brand មួយហ្នឹងវាអត់ដួលទេវានឹងដើរបានឆ្ងាយបាទអញ្ចឹងគិតគូរទៅលើ brand ខ្លួនឯងគិតគូរទៅលើគុណភាពគិតគូរទៅលើការធ្វើ marketing display អីផ្សេងៗ packaging អីក៏ត្រូវគិតដែរបាទដើម្បីឲ្យវាដើរបានឆ្ងាយអូខេអញ្ចឹងគ្រប់គ្រងផលិតផលខ្មែរយើងទាំងអស់គ្នាបងប្អូនណាអូខេអញ្ចឹងសម្រាប់វីដេអូមួយនេះក៏ដល់ទីបញ្ចប់ដែរអញ្ចឹងសម្រាប់បងប្អូនដែលពេញចិត្តនៅវីដេអូរបស់ខ្ញុំអាចជួយ follow like ឲ្យបេះដូងអីអញ្ចឹងក៏បានដែរស្រេចចិត្តចង់ធ្វើមិនក៏បានដែរ comment ក៏បានដែរជួយ comment មកចង់ឲ្យខ្ញុំ review ឬក៏បង្ហាញពីផលិតផលរបស់ខ្មែរណាមួយទៀតអាចឆាតមកខ្ញុំនឹងសិក្សាទៅលើផលិតផលហ្នឹងហើយខ្ញុំនឹងយកមកផលិតជាវីដេអូចែកជូនទៅបងប្អូនទាំងអស់គ្នាជាចំណេះដឹងបាទអញ្ចឹងវីដេអូក៏ដល់ទីបញ្ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន